បងប្អូនណាខ្លះដែលកំពុងតែជក់ចិត្តដូចជាតាមដានជាមួយរឿងមិនស្នេហ៍នាងខ្នកចាបងប្អូនតើឥឡូវនេះយើងមក reaction តាក់ទងជាមួយនឹងឈុតនៅក្នុងភាពបន្ទាប់ចាសម្រាប់ខ្ញុំខ្ញុំគិតថាភាគទី32ចាពិតជាកំពុងតែធ្វើឲ្យមានរឿងច្បាស់ច្បាស់ខ្លាំងមែនតើហើយពិបាកបែងចែកខ្លាំងមែនតើបងប្អូនទាំងគ្នាហ្នឹងគឺជាអារម្មណ៍របស់ខ្ញុំណាដោយសារអ្នកគ្នាខ្ញុំចាប់អារម្មណ៍ថាជានៅក្នុងភាគទី32ហ្នឹងតួអង្គច័ន្ទគាត់តាមទាន់បងប្អូនស្រីរបស់គាត់កំពុងតែលួចឆាក់កាបូបលុយពីម្ចាស់ស្រីរបស់គាត់ចឹងទៅបងប្អូនអ្នកគ្នាហើយងាកមកស្រាប់តែឃើញជាតួអង្គនោះដែលជាបងប្អូនស្រីបង្កើតរបស់គាត់ចឹងទៅអ្នកទាំងអស់គ្នាសាកសម័យមកបើសិនជាអ្នកគ្នាជាតួអង្គច័ន្ទនៅក្នុងរឿងហ្នឹងវិញអ្នកគ្នានឹងធ្វើបែបណាចំពោះបងប្អូនស្រីរបស់គាត់ហ្នឹងតើផ្ទះមកកំភ្លៀងឬក៏ស្ដីបន្ទោសឲ្យឬក៏យ៉ាងណាបងប្អូនអ្នកគ្នាតាមពិតទៅបងប្អូនស្រីរបស់គាត់អាចចង់ធ្វើអញ្ចឹងទេដោយសារតែសង្សាររបស់គាត់ហ្នឹងគឺបខំថាបើសិនជាមិនចាប់ផ្ដើមរកស៊ីរបស់ហ្នឹងទៅគាត់នឹងរកសង្សារថ្មីអញ្ចឹងទៅអញ្ចឹងតែឆ្លៃមនុស្សប្រុសចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងសុខចិត្តលះបង់អាវិធាអំពើសុចរិតទៅធ្វើជាអំពើទុច្ចរិតចឹងទៅដែលអ្នកទាំងអស់គ្នាសម្រាប់រឿងមួយនេះគឺខ្ញុំមើលឲ្យពិតជាមានអារម្មណ៍មួយថាហាក់ដូចជានៅក្នុងសង្គមពិតតែម្ដងមូលហេតុខ្ញុំនិយាយចឹងអ្នកគ្នាដោយសារតួអង្គនោះគាត់ខ្វះភាពកក់ក្ដៅពីម្ដាយធម្មតាកូនណាយើងត្រូវតែមានភាពកក់ក្ដៅភាពស្រឡាញ់ពេញចិត្តពីម្ដាយឪពុកទៅធ្វើឲ្យគាត់នឹងមានអារម្មណ៍មួយថាគ្រួសារមួយហ្នឹងគឺមានសុភមង្គលនិយាយទៅដើមហេតុទាំងអស់ដែលធ្វើឲ្យនួនចាប់ផ្ដើមចេញធ្វើការងារជាចៅហ្នឹងដោយសារតាទី1ដោយសារគាត់ដើរផ្លូវខុសធម្មតាសាសាលាគេឲ្យទៅរៀនតែមិនឲ្យដើរទៅធ្វើរឿងឲ្យភ្លើអញ្ចឹងទេគាត់ក៏ចាប់ផ្ដើមប្រើថ្នាំប្រើអីចឹងទៅធ្វើឲ្យគាត់នឹងដើរផ្លូវខុសចាប់ផ្ដើមត្រូវការលុយបើសិនជាមានលុយទេគឺគាត់អត់មានអីទៅបន្តទៀតចឹងទៅដល់ថ្នាក់ឆ្លោះគ្នាជាមួយនឹងម្ដាយឪពុកចឹងណាដោយសារតារឿងហ្នឹងចឹងមិនគេថាវ័យសិក្សាគឺកុំប្រឡូកជាមួយនឹងអសោះហើយនៅពេលនេះផងដែរគឺម្ដាយរបស់ច័ន្ទក៏ដូចជាម្ដាយរបស់នួនចាប់ផ្ដើមដឹងហើយថាគាត់ណាគឺជាអ្នកខុសដែលមិនបានផ្ដោតភាពកក់ក្ដៅឲ្យកូនដោយសារណាមួយគាត់លេងល្បែងផងហើយឥឡូវហ្នឹងគឺប្តីរបស់គាត់ក៏ឈឺចឹងណាអ្នកគ្នាដោយសារតាប្តីរបស់គាត់ហ្នឹងក៏បានជួយនួននៅពេលដែលនួនកំពុងតែប្រើប្រាស់ថ្នាំចឹងទៅហើយនាងក៏បានខឹងគាត់ក៏នាងបានធ្វើឲ្យគាត់ហ្នឹងទៅរបួសចឹងទៅបងប្អូនអ្នកគ្នាហើយនៅក្នុងគ្នាជាក់ស្ដែងតែតជាមួយនឹងតួអង្គច័ន្ទគឺយើងឃើញថាមុខរបស់គាត់គឺស្អាតទេគាត់ដៅមកចាស់យើងមុខអញ្ចឹងទៅបងប្អូនអ្នកគ្នាហើយជាក់ស្ដែងប៉ុន្តែទឹកចិត្តរបស់គាត់គឺល្អខ្លាំងមែនតើគាត់គឺជាមនុស្សម្នាក់ដែលចេះជួយអ្នកដទៃដូចជាជាក់ស្ដែងពេលដែលចៅហ្វាយរបស់គាត់ត្រូវបានចោលឆក់កាបូបហ្នឹងគឺគាត់ទៅជួយគាត់មានអារម្មណ៍ថាភ័យខ្លាចទេដូចមនុស្សប្រុសអញ្ចឹងតែជាក់ស្ដែងអ្នកគ្នាគឺហួសចិត្តមែនតើនៅពេលដែលគាត់ទៅដល់ហ្នឹងគឺស្រាប់តែឃើញបងស្រីរបស់គាត់នៅជាមួយនឹងសង្សារបងស្រីរបស់គាត់ហើយគឺជាអ្នកលួចកាបូបទៀតចឹងអ្នកគ្នាសារ reaction មើលថាតើរឿងមួយនេះនឹងទៅជាយ៉ាងណានៅពេលដែលបងស្រីហើយនិងបងស្រីជួបគ្នាដឹងថាបងស្រីគឺជាចៅបងប្អូនណាហើយខ្ញុំនិយាយមែនអ្នកគ្នាសម្រាប់រឿងមួយនេះគឺផ្ដល់នៅដំណាក់រំខានមែនតើចង់បញ្ជាក់ថានៅពេលដែលយើងកំពុងតែសិក្សាយើងកុំប្រឡូកជាមួយរឿងដែលអត់ប្រយោជន៍ចាយើងត្រូវផ្ដោតទៅលើការសិក្សាជាធំហើយម្ដាយឪពុកក៏អញ្ចឹងដែរយើងត្រូវផ្ដល់ពេលវេលាឲ្យកូនដូចគ្នាមិនមែនថាបង្កើតគេហើយទុកគេចោលទេបងប្អូនអ្នកគ្នាយើងត្រូវតែផ្ដល់ភាពកក់ក្ដៅផ្ដល់ឲ្យថាអារម្មណ៍ជាម្ដាយឪពុកទៅកាន់កូនដើម្បីធ្វើឲ្យកូនហ្នឹងមានអារម្មណ៍ថាគ្រូសាស្ត្ររបស់គាត់គឺមានសុភមង្គលក៏ឲ្យគាត់ដើរផ្លូវខុសបើគាត់លងខ្លួនទៅជ្រៅទៅអញ្ចឹងណាអ្នកគ្នាហើយនៅពេលដែលយើងដឹងខ្លួនថាខុសគឺហូបពេលហើយ